គឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះហាត់វឹកវើរបស់យោធាថៃសូមជូនខ្លីទេនេះបើយោងតាមសារព័ត៌មាននានារបស់ថៃបានរាយការណ៍ដឹងគឺខាងនៅថ្ងៃទី29ខែមករាឆ្នាំ2026នេះគឺកងទ័ពអាកាសថៃបាននិយាយថាយន្តហោះប្រភេទ AT6 មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលវឹកហាត់នៅភាគខាងជើងប្រទេសបាទកាលពីថ្ងៃអង្គារហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារកងទ័ពអាកាសបានបញ្ជាក់ថាខ្លួនបានទទួលរបាយការណ៍នៅម៉ោង 10:30 នាទីព្រឹកថាយន្តហោះចម្បាំងយន្តហោះប្រភេទ AT6 បានធ្លាក់នៅភូមិហួយវ៉ាងស្រុកជុំថងខេត្តឈៀងម៉ៃខណៈពេលកំពុងបំពេញបេសកកម្មវឹកហាត់ហោះហើរឥឡូវនេះគឺព័ត៌មានចុងក្រោយបានឲ្យដឹងថាអ្នកបើកបរយន្តហោះថៃទាំងពីរនាក់នេះបាទគឺត្រូវបានគេបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នោះហើយនៅពេលដែលក្រុមការងាររបស់ថៃបានចុះទៅដល់ពីនោះដើម្បីស្រាវជ្រាវរុករកមើលបាទអញ្ចឹងគឺនេះជារឿងមួយដែលកើតឡើងនៅក្នុងប្រទេសថៃនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនរបស់ថៃខ្ញុំដកស្រង់នេះរបស់ខាង The Nation គឺ The Nation គាត់បានឲ្យដឹងថាឧត្តមសេនីយ៍ឯកប្រប្រាស់ស៊ុនចៃឌីនៅក្នុងរូបភាពហ្នឹងដែលជាអគ្គមេបញ្ជាការរងនៃកងទ័ពអាកាសភូមិន្ទថៃបានឆ្លើយសំណួរមហាជននៅថ្ងៃប្រហ័សទី29ខែមករាហ្នឹងអំពីដំណើរទស្សនកិច្ចរបស់នាវាចម្បាំងសហរដ្ឋអាមេរិកមកកាន់មូលដ្ឋានទ័ពជើងទឹករៀមរបស់កម្ពុជានិងផលប៉ះពាល់ផ្នែកការទូតនិងសន្តិសុខក្នុងតំបន់ដែលអាចកើតមានឡើងលោកឧត្តមសេនីយ៍បានពិពណ៌នាអំពីការជួបចរនេះថាជាការទូតកងទ័ពជើងទឹកដែលជាលក្ខណៈពិសេសធម្មតានៃទំនាក់ទំនងអន្តរជាតិជាជាងសញ្ញានៃសម្ព័ន្ធភាពផ្លូវការឬមូលដ្ឋានអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកគាត់បកស្រាយទៅជាអញ្ចឹងណាបាទដោយលោកបាននិយាយថាដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ចំនួន3កម្រិតបាទ3កម្រិតគឺទី1វាជាសារនិមិត្តរូបគឺបង្ហាញថាកម្ពុជានៅតែបើកចំហចំពោះការចូលរួមជាមួយដៃគូច្រើនហើយអាចជួយទប់ទល់នឹងការយល់ឃើញថាមូលដ្ឋានទ័ពជើងទឹករៀមត្រូវបានចងភ្ជាប់ជាមួយនឹងមហាអំណាចមិនត្រូវបានចងភ្ជាប់ជាមួយនឹងមហាអំណាចតែមួយនោះទេបាទហើយទី2ជាសញ្ញាជាយុទ្ធសាស្ត្រគឺសហរដ្ឋអាមេរិកកំពុងបង្ហាញថាខ្លួននៅតែចូលរួមនិងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ Indo-Pacific ដោយធ្វើឲ្យមានតុល្យភាពឥទ្ធិពលដោយមិនបង្កើនភាពតានតឹងនិងឲ្យមានការបើកចំហហើយចំណុចទី3នេះគឺទំនាក់ទំនងទ្វេភាគីវាជាដំណើរទស្សនកិច្ចនេះផ្ដល់នៅបណ្ដាញមួយដើម្បីរក្សាឬស្ដារទំនាក់ទំនងយោធានិងការទូតឡើងវិញដោយគ្រប់គ្រងដល់ការកសាងទំនុកចិត្តជាមូលដ្ឋានរវាងភាគីទាំងពីរបាទនេះគឺជាការបកស្រាយរបស់ខាងភាគីថៃណាមេបញ្ជាការខាងទ័ពអាកាសថៃទោះជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថាការចូលចតនាវានេះមិនគួរត្រូវបានចាត់ទុកថាជាការទទួលស្គាល់របស់សហរដ្ឋអាមេរិកចំពោះមូលដ្ឋានទ័ពជើងទឹករៀមក្នុងន័យផ្លូវច្បាប់ឬយុទ្ធសាស្ត្រណាមួយឡើយផ្ទុយទៅវិញលោកបាននិយាយថាវាគួរតែត្រូវបានគេចាត់ទុកថាជាការទូតជាក់ស្ដែងដោយរក្សាបណ្ដាញបើកចំហនិងសង្កេតមើលការវិវត្តនៅនឹងកន្លែងហើយពីទស្សនៈអាស៊ានការនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ហាញពីអព្យាក្រឹតភាពនិងជៀសវាងការជ្រើសរើសភាគីណាមួយឲ្យច្បាស់លាស់ខណៈដែលការប្រកួតប្រជែងរវាងមហាអំណាចនៅតែបន្តក្នុងដែនកំណត់ដែលមិនបង្កើនភាពតានតឹងក្នុងតំបន់ដោយមិនសមហេតុផលទន្ទឹមនឹងនេះអាស៊ាននៅតែបម្រើជាវេទិកាការទូតអព្យាក្រឹតសម្រាប់ប្រទេសថៃមិនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខឬយោធាភ្លាមៗនោះទេជាទូទៅការវិវត្តនេះគូបញ្ជាក់ថាទួលនីតិនិងឥទ្ធិពលយោធារបស់កម្ពុជានៅតែស្ថិតនៅក្រោមការត្រួតពិនិត្យពីអន្តរជាតិដែលបង្កើនសម្ពាធដោយប្រយោជន៍លើគ្រប់ភាគីទាំងអស់ឲ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្នតម្លាភាពនិងស្របតាមច្បាប់អន្តរជាតិជារួមដំណើរទស្សនកិច្ចរបស់សហរដ្ឋអាមេរិកទៅកាន់កំពង់ផែរៀមទៅបានគួរតែត្រូវបានចាត់ទុកថាជាការទូតយោធានិមិត្តរូបក្នុងក្របខ័ណ្ឌគ្រប់គ្រងតុល្យភាពមិនមែនជាការផ្លាស់ប្ដូរសម្ព័ន្ធភាពនិងមិនមែនជាការកើនឡើងគួរឲ្យកត់សម្គាល់នៃស្ថានភាពយោធានោះទេបាទនេះគឺជាការបកស្រាយរបស់ខាងភាគីថៃណាខាងមេបញ្ជាការថៃដែលខ្ញុំសូមជូនប្រិមិត្តខ្លីៗប៉ុណ្ណេះហើយខ្ញុំក៏បានបកស្រាយបញ្យល់ផងដែរពីទស្សនៈផ្ទាល់របស់លោកសំញ៉ែប៉ាប៉ារ៉ូរួចមកហើយដែរណាក្នុងការផ្សាយកាលពីនៅកម្ពុជាកាលពីព្រឹកមិញហើយអាមេរិកគឺម្សិលមិញហើយខ្ញុំក៏បានកាត់คลิปសង្ខេបហ្នឹងដាក់នៅតាម YouTube ហើយនឹង Facebook ផងដែរណាប្រិមិត្តអាចនឹង
từ đậpประธานទៀតព័ត៌មានទី2នេះគឺជាលទ្ធផលនៃការជួបប្រជុំរយៈពេល2ថ្ងៃក្នុងពេលកន្លងមករវាងគេហៅថាគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជានិងថៃ RBC ណាបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃក៏ដូចជាសេចក្តីប្រកាសព័ត៌មានពីខាងភាគីកម្ពុជាគឺបានឲ្យដឹងថាក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនយុទ្ធភូមិភាគកម្ពុជាថៃគឺ RBC រវាងយុទ្ធភូមិភាគទី5របស់ភាគីកម្ពុជានិងខាងភាគីថៃនោះគឺយុទ្ធភូមិភាគទី1បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយបន្ទាប់ពីដំណើរការអស់រយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី27ដល់29ខែមករាឆ្នាំ2026ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជាទល់នឹងខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនៅចំណុចកណ្ដាលរួមគ្នានៅឡើយដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលទៅត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញហើយបន្តផ្លាស់ប្ដូរឯកសារនិងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការចុះហត្ថពិធីចុះហត្ថលេខានិងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃរវាងយុទ្ធភូមិភាគទី5របស់កម្ពុជានិងកងទ័ពយុទ្ធភូមិភាគទី1របស់ថៃបាទនេះគឺជាការប្រកាសពីខាងភាគីកម្ពុជាដែលឡៃសារព័ត៌មានថៃវិញក៏បានរាយការណ៍ដែរថាកងទ័ពជើងគោកយុទ្ធភូមិភាគទី1និយាយថាការចរចាក្រុមលេខាធិការដ្ឋាន RBC ថៃកម្ពុជានៅប៉ោយប៉ែតមិនបានបង្កើតឲ្យមានកិច្ចព្រមព្រៀងទេដូច្នេះមិនមានការចុះហត្ថលេខាណាមួយកើតឡើងទេការចរចាបន្ថែមត្រូវបានគ្រោងទុកសារព័ត៌មាន The Nation របស់ថៃបានរាយការណ៍បន្ថែមទៀតថាកិច្ចប្រជុំ RBC ត្រូវបានធ្វើឡើងនៅចំណុចបាទខាងប៉ោយប៉ែតហ្នឹងគឺផ្ដោតទៅលើការកាត់បន្ថយភាពតានតឹងនិងរក្សាសន្តិភាពតាមបណ្ដោយព្រំដែនស្របតាមសេចក្តីថ្លែងការណ៍រួមពីសម័យប្រជុំពិសេសលើកទី3ឆ្នាំ2025នៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅបាទហើយខាងយោធាថៃបាទដកសងសម្ដីរបស់សារព័ត៌មាន The Nation បានដកសងសម្ដីរបស់យោធាថៃដោយបញ្ជាក់ថាប្រសិនបើភាគីទាំងពីរបានឯកភាពលើសេចក្តីព្រៀងនេះគឺត្រូវបានចុះហត្ថលេខានៅថ្ងៃទី29ខែមករាតាមគម្រោងណាបាទសម្រាប់ការអនុវត្តយ៉ាងណាក៏ដោយយកកងទ័ពតំបន់ទី1នោះបាននិយាយថាកិច្ចប្រជុំលេខាធិការដ្ឋានមិនអាចបញ្ចប់អនុសារណៈនៃកិច្ចព្រមព្រៀងស្របតាមគោលបំណងរបស់ភាគីទាំងពីរបានទេព្រោះនៅមានបញ្ហាដែលត្រូវការពិភាក្សាបន្ថែមទៀតជាលទ្ធផលគ្មានការចុះហត្ថលេខាណាមួយបានកើតឡើងដោយការគ្រោងទុកពីមុននោះទេក្រុមលេខាធិការដ្ឋានទាំងពីរនឹងកំណត់ការពិភាក្សាប្រជុំបន្ថែមទៀតដើម្បីធ្វើការឈ្មោះទៅរកសេចក្តីព្រៀងអនុសារណៈនៃកិច្ចព្រមព្រៀងដែលពិតជាបំពេញតាមគោលបំណងរបស់ភាគីទាំងពីរនាពេលអនាគតហើយតំបន់កយុទ្ធភូមិភាគ1របស់ថៃបានបន្ថែមថាខ្លួននៅតែបន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពតាមបណ្ដោយព្រំដែនថៃកម្ពុជាដោយរក្សាការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួនដើម្បីធានាបាននៅសណ្ដាប់ធ្នាប់និងកម្រិតខ្ពស់នៃសុវត្ថិភាពសាធារណៈស្របតាមសេចក្តីថ្លែងការណ៍រួមពីសម័យប្រជុំពិសេសបាទគឺបាននិយាយដដែលណាបាទនេះ GBC ហ្នឹងបាទហើយនៅចុងក្រោយនេះមុននេះបន្តិចគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកស៊ីហស័កភួងកិតកែវបាននិយាយថាការពារអ្វីដែលកើតមានឡើងដោយលោកថាការចរចានៅព្រំដែន RBC រវាងកម្ពុជានិងថៃហ្នឹងគឺលោកថាមិនមែនជាការបរាជ័យទេពីព្រោះអីនៅមានការលើកឡើងមួយចំនួនទាំងនៅក្នុងភាគីកម្ពុជានិងនៅថៃដែលជាប្រភពមិនផ្លូវការទេបានថាការជួបប្រជុំហ្នឹងគឺខាត់តែពេលបរាជ័យមិនបានសម្រេចអ្វីទេបាទអញ្ចឹងលោករដ្ឋមន្ត្រីការបរទេសរបស់ថៃបាននិយាយថាមិនមែនជាការបរាជ័យទេប៉ុន្តែជាសញ្ញាវិជ្ជមានដោយត្រូវការពិភាក្សាគ្នាបន្ថែមទៀតនិងលោកបានជំរុញឲ្យមានការប្រើប្រាស់ពាក្យពេចន៍ដោយប្រយ័ត្នប្រយែងដើម្បីជៀសវាងកុំឲ្យមានការចូលជ្រៀតជ្រែកពីផ្ទៃក្នុងណាមួយបាទនេះគឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសហើយខ្ញុំនឹងជូនលម្អិតនៅប្រតិកម្មរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកបាទនៅកម្ពុជាគឺនៅព្រឹកស្អែកនៅអាមេរិកគឺនៅល្ងាចនេះអញ្ចឹងខ្ញុំនឹងជូនលម្អិតឥឡូវនេះខ្ញុំជូនខ្លីប៉ុណ្ណឹងណាយប់ទៅហើយ
ព័ត៌មានចំក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានខាងកូរ៉េខាងត្បូងដែលខ្ញុំសូមបញ្ជាក់ឲ្យបានដឹងគឺបើតាមការរាយការណ៍របស់សារព័ត៌មានកូរ៉េគឺឲ្យដឹងថាទីភ្នាក់ងារនគរបាលរបស់ខាងកូរ៉េនោះគឺប្រកាសឲ្យដឹងតាំងពីថ្ងៃទី28ថាក្រុមការងារកូរ៉េដែលធ្វើការនៅក្នុងប្រទេសកម្ពុជាគឺបង្កើតឡើងក្រោយពីមានហេតុការណ៍ស្លាប់និស្សិតម្នាក់នោះហើយមានការស្រាវជ្រាវហ្នឹងគឺគោលបំណងដើម្បីទប់ស្កាត់អ ក្រិតកម្មដែលគេសម្ដៅទៅលើជនជាតិកូរ៉េអញ្ចឹងបានន័យថាយកជនជាតិកូរ៉េទៅធ្វើការនៅប្រទេសកម្ពុជាក្នុងមជ្ឈមណ្ឌលបោកប្រាស់ដើម្បីបោកប្រាស់ជនជាតិកូរ៉េវិញបាទហើយមានការដោយសកម្មភាពនោះគឺក្នុងពេលកន្លងមកមានការខ្លែងបន្លំបាទដែលបោកប្រាស់តាមអនឡាញជាការវិនិយោគជាស្នេហាคล้ายៗហ្នឹងឥឡូវបើតាមខាងកូរ៉េគឺឲ្យដឹងថាបានចាប់បានជនជាតិកូរ៉េខាងត្បូងដែលសង្ស័យធ្វើសកម្មភាពបោកប្រាស់ទាំងអស់នេះចំនួន136នាក់ហើយនឹងជួយសង្គ្រោះបានជនជាតិកូរ៉េចំនួន4នាក់បាទហើយសារព័ត៌មាននេះបានឲ្យដឹងថាថ្មីនេះអង្គការអ ក្រិតកម្មដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តអ ក្រិតកម្មតាមអ៊ីនធឺណិតជាច្រើនរួមទាំងការបន្លំសម្លេងប្រឆាំងនឹងដើម្បីបោកប្រាស់ពលរដ្ឋកូរ៉េខាងត្បូងហើយនៅពេលដែលមានទំហំនៃការខូចខាតកើតឡើងនោះក្រុមការងារអាជ្ញាធរកូរ៉េដែលបានបង្កើតឡើងគឺបានដោះស្រាយករណីនេះបាទគឺការបង្កើតឡើងតាំងពីខែវិច្ឆិកាឆ្នាំមុនក្រោមកិច្ចព្រមព្រៀងកូរ៉េខាងត្បូងកម្ពុជាហើយក្នុងនោះមានមន្ត្រីកូរ៉េខាងត្បូងចំនួន7នាក់និងមន្ត្រីកម្ពុជាចំនួន12នាក់ដែលធ្វើការរួមគ្នាដើម្បីប្រតិបត្តិការនេះហើយដោយសារតែក្រុមអក្រិតជនទាំងនេះភាគច្រើនប្រព្រឹត្តការក្លែងបន្លំតាមអ៊ីនធឺណិតក្រុមការងារនេះគឺរួមមានអ្នកជំនាញដែលត្រូវបានបញ្ជូនក្នុងការស៊ើបអង្កេតវិទ្យាសាស្ត្រនិងក៏សោវិច័យ Digital បាទគឺពួកគាត់មានសមត្ថភាពនៅក្នុងការវិភាគទូរស័ព្ទចល័តនិងឧបករណ៍ផ្សេងៗហើយក្រុមការងារនោះបានសហការជាមួយនឹងនគរបាលកម្ពុជាប៉ូលីសកម្ពុជាបានតាមដាននិងរៀបចំផែនការប្រតិបត្តិការប្រឆាំងនឹងអ ក្រិតកម្មដ៏ស្មុគស្មាញដ៏ធំបាទដែលគេឈ្មោះថា Ranch បាទពួកដង្កាប់ហើយមន្ត្រីនគរបាលកម្ពុជាបាននិយាយនឹងកំណត់អត្តសញ្ញាណភោជនីយដ្ឋានដែលជនសង្ស័យអ ក្រិតជនជាច្រើនប្រើប្រាស់ជាញឹកញាប់ហើយបានតាមដានយន្តដឹកជញ្ជូនរបស់ពួកគេអស់រយៈពេល1សប្តាហ៍ហើយក៏រកឃើញកន្លែងលាក់ខ្លួនជាច្រើនរបស់ពួកគេហើយកាលពីដើមខែមករាប៉ូលីសបានទទួលព័ត៌មានស៊ើបការសម្ងាត់ថាជនជាតិកូរ៉េខាងត្បូងម្នាក់នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយបានធ្វើការស៊ើបអង្កេតសម្ងាត់រយៈពេល2ថ្ងៃនៅទីនោះក្នុងអំឡុងពេលប្រតិបត្តិការនេះពួកគេបានក្លែងខ្លួនជាអ្នកទេសចរកូរ៉េហើយបានផ្ទេរភស្តុតាងសំខាន់នៅដោយសម្ងាត់នៅក្នុងបន្ទប់ទឹកមួយបាទលោកលីជេយុងនាយកការិយាល័យសហប្រតិបត្តិការអន្តរជាតិនៃអគ្គស្នងការប៉ូលីសបានមានប្រសាសន៍ថាតាមរយៈប្រតិបត្តិការជោគជ័យជាច្រើនលើកគឺទំនុកចិត្តរវាងក្រុមការងារកូរ៉េនិងប៉ូលីសកម្ពុជាបានពង្រឹងយ៉ាងខ្លាំងបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូងដែលបានបង្ហាញអំពីការខិតខំប្រឹងប្រែងដើម្បីបង្ក្រាបជនឆបោកកូរ៉េខាងត្បូងដែលត្រូវបានគេយកមកធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាហើយបោកប្រាស់ពលរដ្ឋកូរ៉េខាងត្បូងខ្លួនឯងបាទអញ្ចឹងសូមអរគុណប្រិមិត្តនេះគឺជាការផ្សាយពិសេសនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិដែលខ្ញុំរៀបចំជូនប្រិមិត្តនៅពេលដែលមានរឿងរ៉ាវកើតឡើងសំខាន់ទាក់ទងនឹងកម្ពុជាច្រើនអញ្ចឹងយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលយប់នេះទៀតដែលទៅជាពេលព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃសុក្របាទសូមអរគុណសូមជម្រាបលា